កំហឹងអន្តរជាតិបានកើតឡើងភ្លាមៗបន្ទាប់ពីថៃបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកមកលើកម្ពុជាបានរុញច្រានឲ្យអង្គការសហប្រជាជាតិថ្កោលទោសថៃយ៉ាងដាច់អហង្ការតាមរយៈលោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់មួយកាលពីថ្ងៃប្រហ័សទី18ធ្នូ2025ជុំវិញការកើនឡើងនៃអរិភាពរវាងប្រទេសថៃនិងកម្ពុជាខណៈដែលការវាយប្រហារតាមដែនអាកាសនៅតែបន្តដោយបានទម្លាក់គ្រាប់បែកទៅលើមជ្ឈមណ្ឌលកាស៊ីណូដ៏សំខាន់មួយនៅក្នុងទីក្រុងប៉ោយប៉ែតព្រមទាំងបណ្ដាលឲ្យមានចំនួនអ្នកស្លាប់បានកើនឡើងនៅក្នុងការប្រយុទ្ធគ្នាដែលឥឡូវនេះបានធ្វើឲ្យមនុស្សជាង 750,000 នាក់ត្រូវបានផ្លាស់ទីលំនៅផ្អែកតាមការដកស្រង់ចេញពីគេហទំព័រ New UN ដែលបានចេញផ្សាយកាលពីថ្ងៃទី18ធ្នូបានរៀបរាប់ថាលោកថូកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្ញុំមានការព្រួយបារម្ភចំពោះរបាយការណ៍ថាតំបន់ជុំវិញនោះនិងតំបន់វប្បធម៌កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងយន្តហោះគ្មានមនុស្សបើកនិងកាំភ្លើងធំបន្ថែមពីនេះលោកថូកបានរំលឹកដល់ប្រទេសទាំងពីរអំពីកាតព្វកិច្ចរបស់ពួកគេក្រុមអនុសញ្ញាអូតាវ៉ាដែលហាមឃាត់មានប្រឆាំងមនុស្សហើយបានជំរុញឲ្យពួកគេវិលត្រឡប់មករកការសន្ទនាឡើងវិញដោយសង្កត់ធ្ងន់ថាប្រទេសថៃនិងកម្ពុជាបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំដែលមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រនិងតម្លៃរួមគ្នាដំណើរគ្នានេះផងដែរព្រឹត្តិការណ៍ដែលជាសញ្ញាព្រមានផ្នែកការទូតដ៏ធ្ងន់ធ្ងរក៏បានកើតឡើងមិនបានប៉ុន្មានម៉ោងស្រួលបួលផងបន្ទាប់ពីបេសកជនពិសេសរបស់ប្រទេសចិនគឺលោកតេងជីជុនបានបញ្ចប់ជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ថៃនៅក្នុងទីក្រុងបាងកកដោយក្នុងនោះលោកបានជំរុញឲ្យថៃបានប្រើប្រាស់ភាពអត់ធ្មត់កម្រិតខ្ពស់និងជៀសវាងការប្រើប្រាស់អាវុធអាកាសធ្ងន់ធ្ងរហើយស្រាប់តែថៃបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែក2គ្រាប់ទៅលើទីក្រុងប៉ោយប៉ែតដែលជាមជ្ឈមណ្ឌលកាស៊ីណូដ៏មមាញឹកមួយនៅតាមបណ្ដោយព្រំដែនកម្ពុជានៅថ្ងៃប្រហ័សទី18ធ្នូ2025ដោយប្រើយន្តហោះចម្បាំង F-16 ខណៈដែលប្រទេសថៃបានបន្តធ្វើការវាយលុកយោធាអស់រយៈពេលជាង12ថ្ងៃរបស់ខ្លួនឡើងវិញនេះផ្អែកតាមការដកស្រង់ចេញពីកាសែត Street Time ដែលបានផ្សាយកាលពីថ្ងៃទី18ធ្នូនៅក្នុងពិភពនយោបាយនិងយោធាការវាយប្រហារតាមដែនអាកាសភ្លាមៗបន្ទាប់ពីកិច្ចប្រជុំការទូតកម្រិតខ្ពស់បានបញ្ចប់ទៅមិនមែនជារឿងចៃដន្យនោះឡើយតែវាជាសញ្ញាព្រមានការទូតដ៏ខ្លាំងក្លានិងគ្រោះថ្នាក់បំផុតពីសំណាក់រដ្ឋាភិបាលលោកអនុទានទៅកាន់ភាគីដែលពាក់ព័ន្ធថាថៃមិនមែនជាកូនជញ្ជក់ឈាមរបស់ចិនថៃចង់ប្រាប់ចិនថាទោះបីជាចិនជាមហាអំណាចសេដ្ឋកិច្ចនិងជាមិត្តជិតស្និទ្ធក៏ចិនមិនអាចមកបញ្ជាឲ្យថៃបញ្ឈប់ការពីអធិបតេយ្យភាពតាមចិត្តចង់បានឡើយសញ្ញាព្រមាននេះគឺជាការទះកំភ្លៀងផ្នែកការទូតមួយទៅលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ចិនដោយបង្ហាញថាថៃនឹងជ្រើសរើសផ្លូវយោធាប្រសិនបើការចរចាមិនផ្ដល់ផលចំណេញឲ្យពួកគេបន្ថែមពីនេះថៃចង់រំលឹកដល់កម្ពុជាថាដរាបណាចំនួននៅតែបន្តថៃមានសមត្ថភាពវាយប្រហារពីលើមេឃបានគ្រប់ពេលវេលាសេណារីយ៉ូរបស់លោកអនុទីននេះហាក់បីដូចជាកំពុងប្រើប្រាស់យុទ្ធសាស្ត្រការទូតកណ្ដាប់ដៃដែកដើម្បីបង្ហាញថាថៃត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្គ្រាមពេញទំហឹងប្រសិនបើគ្មានការដោះស្រាយតាមលក្ខខណ្ឌរបស់ពួកគេដោយក្នុងនោះថៃចង់ឲ្យពិភពលោកមើលឃើញថាគេមានសេរីភាពក្នុងការសម្រេចចិត្តមិនចំណោះឲ្យមហាអំណាចណាមួយឡើយព្រមទាំងចិននិងសហរដ្ឋអាមេរិកដោយឡែកក្រសួងការពារជាតិកម្ពុជាបាននិយាយថាការវាយប្រហារនេះបានវាយប្រហារទីក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យនៅវេលាម៉ោងប្រមាណ11ព្រឹកម៉ោងនៅក្នុងស្រុកដោយបានបំផ្លាញអគារជាង6ដែលជាកាស៊ីណូនិងសន្តាគារគិតចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញនៅថ្ងៃទី7ធ្នូមកគួររំលឹកផងដែរថានៅថ្ងៃប្រហ័សទី18ធ្នូ2025ប្រទេសចិនបានបញ្ជូនបេសកជនពិសេសរបស់ខ្លួនសម្រាប់កិច្ចការអាស៊ីទៅកាន់ប្រទេសទាំងពីរសម្រាប់ការទូតពិសេសដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនេះទោះបីជាយ៉ាងណាការទម្លាក់គ្រាប់បែកនៅថ្ងៃទី18ធ្នូគឺជាភាសាយោធាដែលត្រូវជំនួសភាសាការទូតដោយថៃបានបង្ហាញថាថៃបានសម្រេចចិត្តដើរចេញពីតុចរចាមួយជំហានទៀតហើយជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន